សួស្តីបងប្អូនទាំងអស់គ្នាចឹងវីដេអូនេះខ្ញុំបង្ហាញពីរបៀបប្រើ tool download TikTok អានេះយើងអាច download ម្ដងមក profile យើងធ្វើការមកស្ដាំមក run as administrator នេះtool នេះគឺខ្ញុំដាក់ free បងប្អូនអាចទៅ download ប្រើបានដោយសេរីបន្ទាប់ពីយើងបើកមកចេញតម្រង់បែបនេះគឺយើងអាចធ្វើការដំបូងយើងអាចមករើសយក Chrome ហើយធ្វើការ login account TikTok របស់យើងមួយសិនបន្ទាប់ពីយើង login បានម្ដងហើយក្រោយៗយើងអត់ចាំបាច់ធ្វើការ login ទៀតទេតែករណីដែលយើង download អត់បានឬក៏មានបញ្ហាអីយើងអាចមកធ្វើការ Oh my god my brain in ហើយយើងទុកចោលវាអញ្ចឹងទៅហើយយើងមកលើ tool យើងវិញហើយយើងមក pass link link នេះយើងមានប្រហែលយើង pass ទាំងអស់ហ្នឹងមកបងប្អូនមានច្រើន link បងប្អូនអាចដាក់ link បានឥឡូវខ្ញុំឧទាហរណ៍យក link នេះមួយprofile Chrome នេះយើងមិនបិទទេយើងទុកវាចោលអញ្ចឹងណាហើយយើង pass ឧទាហរណ៍ថាឥឡូវយើងមានច្រើន profile យើងអាច pass បន្តគ្នាបានណាបាទតែករណីនេះខ្ញុំធ្វើការ test មួយសិនអញ្ចឹងយើងដាក់ link profile អញ្ចឹងមកបន្ទាប់មកកន្លែងនេះគឺកន្លែងដែលយើង save វីដេអូតើឲ្យវីដេអូរបស់យើងវារត់ទៅកន្លែងណាពេលដែលវា download ចប់ណាហើយ speed នេះគឺយើងអាចឲ្យវា download ម្ដងប្រហែលដូចថាឥឡូវច្រើនផុត8អញ្ចឹងយក8អញ្ចឹងវា download ម្ដង8វីដេអូអញ្ចឹងវាលឿនណាអញ្ចឹងអានេះបន្ទាប់ពីយើងធ្វើការ pass link ហើយយើងត្រូវការទាញ link នេះមួយសិនណាយើង grab link នេះសិនយើងចុច grab link ហ្នឹងដើម្បីវាតម្លាក់ link download ចេញមកអញ្ចឹងយើង grab link ហ្នឹងមកពេលយើងចុច grab link នេះយើងចាំបន្តិចសិនprofile នេះមានតែ5វីដេអូទេអញ្ចឹងគឺវាចេញមកតែ5ទេតែបើករណីវីដេអូវាមានច្រើនដល់រាប់ពាន់ចំពោះការ grab link នេះវាđangយូរបន្តិចពេលយើងចុច grab មកយើងរងចាំឲ្យវាចេញ link មកអស់ចេះចាំយើងធ្វើការ download ណាបាទឥឡូវវាចេញមកអស់ហើយវាមានតែ5យើងធ្វើការ download មកតើពីយើង download ចប់យើងអាចចូលទៅមើលនៅក្នុង folder នេះបានណាបាទអានេះដែលខ្ញុំ download មិញនេះអូខេនេះ5វីដេអូហ្នឹងបាទអូខេអញ្ចឹងករណីបើកាលណាយើង download មកដូចថា1000វីដេអូអញ្ចឹងយើង download មកវានៅមាន420វីដេអូដែល download អត់បានអញ្ចឹងយើងអាចចុច retry អញ្ចឹងបានណា retry ហ្នឹងវានឹងព្យាយាម download អាវីដេអូណាដែលវា download fail លើកទី1ហ្នឹងវានឹង download មកម្ដងទៀតអូខេវីដេអូនេះមានតែប៉ុណ្្នឹងទេអញ្ចឹងចំពោះកម្មវិធីនេះខ្ញុំប្រហែលជាតម្លាក់ចូលនៅក្នុង group Telegram អ្នកនរអាចចូលយកនៅក្នុង Telegram បាន